ចឹងថាបើសិនជាយើងចង់ធ្វើយើងត្រូវតែហ៊ានដែរហ៊ានបន្ថយហើយរៀបចំខ្លួនឯងសួរខ្លួនឯងចង់ធ្វើអានឹងអត់ចាហើយប្រហែលជានៅពេលដែលយើងធ្វើយើងនឹងមានមេរៀនជាច្រើនដែលយើងអាចរៀនពីវាហើយអភិវឌ្ឍតិចម្ដងសូមស្វាគមន៍មកកាន់វគ្គថ្មីនៃកម្មវិធី podcast ដានសហគ្រិនដែលយើងនឹងមកជួបជាមួយសហគ្រិនដែលចាប់ផ្ដើមអាជីវកម្មផ្ទាល់តែម្ដងហើយយើងមករៀនសូត្រពីបទពិសោធន៍ក៏ដូចជាបញ្ហាដែលគាត់ជួបប្រទះនិងដំណើរការនៃការចាប់ផ្ដើមអាជីវកម្មរបស់គាត់ផងដែរអញ្ចឹងស្វាគមន៍មកកាន់podcast របស់យើងអញ្ចឹងឥឡូវណែនាំខ្លួនតិចមកមុនចាជម្រាបសួរខ្ញុំឈ្មោះអ៊ីងសុធារតហើយអាជីវកម្មរបស់ខ្ញុំគឺឈ្មោះមជូឡាហើយខ្ញុំមានផលិតផលដូចជាតំណាប់កន្ទួតព្រៃបែងប៉ោះមានតលឹងតឹមហើយនឹងចេកផងដែរចាតាមពិតខ្ញុំចាប់អារម្មណ៍ផលិតផលរបស់យើងពិសេសជាងគេតលឹងតឹងហ្នឹងហើយពូតលឹងតឹងខ្ញុំញ៉ាំតលឹងតឹងរហូតមកយើងយកធ្វើដូចមជូរដែរចាហើយទឹកច្រើនមែនតើតលឹងតឹងខ្ញុំអត់គិតថាតលឹងតឹងយកទៅសម្ងួតកើតយើងធ្វើជាប្រភេទតំណាប់បងតំណាប់ចាប៉ុន្តែយើងសម្ងួតវាហ្នឹងហើយយើងសម្ងួតហើយយើងប្រើស្ករតិចហ្នឹងហើយពួកខ្ញុំអញ្ចឹងខ្ញុំថាខ្ញុំអត់ដែរគិតថាតលឹងតឹងវាសម្ងួតកើតអញ្ចឹងពួកវាសិតតែទឹកមកយកហ្មងដូចយកផ្លែអាឡឹកទៅសម្ងួតហ្នឹងហើយយល់ហ្នឹងហើយប៉ុន្តែខ្ញុំភ្លក់ហើយខ្ញុំចូលចិត្តអីគេកន្ទួតព្រៃនេះខ្ញុំចូលចិត្តហ្មងដោយសារតែវាអត់មានស្ករអត់មានអីញ៉ាំទៅដូចយើងញ៉ាំកន្ទួតព្រៃក្រៀមហ្មងអត់អែតស្ករអីខ្ញុំចូលចិត្តអាហ្នឹងប៉ុន្តែឆ្ងល់រឿងមួយសួរសិនថាពីដើមឡើយធ្វើអីមិនបានទៅនឹកឃើញធ្វើអីយកកន្ទួតព្រៃយកអីមកសម្ងួតអីចឹងហើយចេញជា brand ចេញជាអីចឹងមកតាមពិតពីដើមឡើយខ្ញុំធ្វើការនៅអង្គការមួយកន្លែងហើយអ្វីដែលជាគំនិតឲ្យធ្វើអានឹងមកតាមពិតមិនមែនចាប់ផ្ដើមដំបូងចង់ធ្វើតំណាប់អីគេកន្ទួតព្រៃទេប៉ុន្តែអ្វីដែលចាប់ផ្ដើមដំបូងនេះគឺយើងចង់ធ្វើប្រភេទជាម្ជូរក្រៀមហ្នឹងហើយម្ជូរក្រៀមចាដែលដំបូងឡើយគឺដោយសារពួកខ្ញុំជាពិសេសខ្ញុំចូលចិត្តញ៉ាំម្ជូរអញ្ចឹងពេលធ្វើដំណើរទៅណាម្ដងអញ្ចឹងគឺតែរោហើយចង់បានម្ជូរអីចឹងណាទុកញ៉ាំតាមផ្លូវអីចឹងប៉ុន្តែដោយសារតែឧបសគ្គថាយើងអាចរកបានពូពេលមួយនេះយើងទៅរៀននៅម៉ាឡេស៊ីចឹងទៅយើងរកញ៉ាំពិបាកមែនតើអញ្ចឹងទៅក៏ចាប់ផ្ដើមមានគំនិតថាបើសិនជាយើងអាចផលិតអាប្រភេទម្ជូរក្រៀមដែលយើងអាចយកញ៉ាំបានអញ្ចឹងណាហើយទុកបានយូរអីចឹងយើងគិតថាល្អអញ្ចឹងទៅក៏គំនិតនឹងចាប់ផ្ដើមមានហើយយើងក៏ចាប់ផ្ដើមដូចជាទៅរៀននៅ TVET ដែរមានថាយើងធ្លាប់គិតថាធ្លាប់ចង់ទៅរកម្ជូរនឹងម្ជូរប៉ុន្តែអត់រកអត់បានចារកអត់បានពេលដែលយើងទៅបរទេសទៅអីទៅហើយពេលរួចគិតថាបើមានម្ជូរក្រៀមតាមខ្លួនទៅវាស្រួលហ្នឹងហើយព្រោះយើងជាអ្នកឃ្លានអញ្ចឹងបើមានតាមខ្លួនអញ្ចឹងពិតថាប្រហែលជាល្អហ្នឹងហើយអូខេមានកំណត់ហ្នឹងហើយទៅរៀននៅ TVET ណែទៅរៀន TVET ប៉ុន្តែដោយសាររៀនហ្នឹងក៏យើងមិនរំពឹងថាវាមានអានឹងដែរប៉ុន្តែក៏យើងចង់បានរៀនពីអ្វីដែលគ្រឹះតទៅនឹងការកែច្នៃបន្លែផ្លែឈើអញ្ចឹងណាយើងក៏ចាប់ផ្ដើមទៅរៀននៅនឹងដែរអូខេអញ្ចឹងចាប់ផ្ដើមពីទៅរៀននៅ TVET ហើយចាប់ផ្ដើមអាជីវកម្មហ្នឹងហ្មងដំបូងយើងក៏អត់តាន់រំពឹងថាយើងរៀនហើយយើងអាចធ្វើអាជីវកម្មបានភ្លាមដែរអញ្ចឹងដោយសារតែយើងពេលហ្នឹងក៏យើងកំពុងរៀនដូចជាបាន1ខែ2ខែដែរក៏ឃើញខាងភូមិ Impact មានកម្មវិធីប្រឡងប្រជែងទៅនឹងចាហ្នឹងហើយអញ្ចឹងក៏សម្រាប់ចិត្តដាក់ពាក្យហ្នឹងហើយដើម្បីចាប់ផ្ដើមអាជីវកម្មបណ្ដោយពេលហ្នឹងអូខេអញ្ចឹងមកចូលកម្មវិធីគេហៅ Pre Incubation នៅភូមិ Impact ចាហើយចាប់ផ្ដើមអាជីវកម្មពេលហ្នឹងមកចាយើងចាប់ផ្ដើមធ្វើវាពីអត់តាន់មានសោះរហូតដល់យើងចេញជារូបជារាងអាជីវកម្មនៅពេលដែលយើងចូលអូខេអញ្ចឹងមានថាដំបូងពេលដែលយើងចូលហ្នឹងមានតែកំណត់ហ្នឹងទេតែពេលចេញមកយើងមានផលិតផលមកខ្ញុំចាំបានថាកាលហ្នឹងពួកខ្ញុំនៅក្នុងកម្មវិធីហ្នឹងដែរខ្ញុំនៅក្នុងកម្មវិធីហ្នឹងកាលហ្នឹងធ្វើម្ជូរក្រៀមហើយនិយាយពីដំបូងមកថាចង់ធ្វើម្ជូរក្រៀមដែរតែមិនបានឥឡូវអត់ធ្វើម្ជូរក្រៀមបែរជាមកចេញអានេះវិញតាមពិតម្ជូរក្រៀមក៏យើងនៅតែបន្តធ្វើប៉ុន្តែយើងត្រូវការរៀនសូត្របន្ថែមសិនចាដោយសារតែយើង
ត្រូវការបច្ចេកទេសមួយចំនួនទៀតអញ្ចឹងណាហ្នឹងហើយដោយសារតែអញ្ចឹងទៅយើងក៏ចាប់ផ្ដើមបង្វែរមកនេះសិនតែមិនបានយើងនឹកឃើញបង្វែរមកហ្នឹងសម្រាប់អានេះក៏យើងគិតថាវាជាផលិតផលមួយដែលអត់តន់មានអ្នកធ្វើដែរជាពិសេសតំណាប់កទួតព្រៃហ្នឹងគឺវាបើយើងនិយាយពីកទួតព្រៃវាមានអត្ថប្រយោជន៍ច្រើនចំពោះលើសផ្លែឈើផ្សេងបើយើងពីកទួតព្រៃហើយតំណាប់របស់យើងប្រសង់ក៏ឆាន់បានដែរអញ្ចឹងពេលថ្ងៃហ្នឹងហើយបើនិយាយពីប្រសង់មេថាពេលដែលហួសចង្ហាន់ថ្ងៃត្រង់ហើយក៏នៅតែឆាន់បានដែរអាហ្នឹងចំណុចពិសេសរបស់យើងចំណុចពិសេសរបស់យើងដែរហើយមួយទៀតសម្រាប់មនុស្សចាស់ដែលគាត់ចូលចិត្តហូបប្រភេទតំណាប់នឹងដែរសម្រាប់សុខភាពអញ្ចឹងព្រោះដោយសារផលិតផលយើងក៏យើងប្រើប្រាស់ស្ករតិច low sugar សម្រាប់តំណាប់យើងយល់ឲ្យទៅលើពាក្យតំណាប់យើងមានអារម្មណ៍ថាផ្អែមខ្លាំងហើយស្ករច្រើនប៉ុន្តែយើងព្យាយាមធ្វើវាឲ្យទៅជាប្រភេទតំណាប់ដែរប៉ុន្តែយើងប្រើប្រាស់ស្ករតិចបំផុតដែលយើងអាចធ្វើទៅបានហើយវាអាចមាននៅសល់អាសារធាតុចិញ្ចឹមនៃផ្លែឈើហ្នឹងបានច្រើនជាងតំណាប់ផ្សេងប៉ុន្តែពេលដែលយើងនេះហ្នឹងព្រោះដូចយើងនិយាយអញ្ចឹងតំណាប់នៅលើទីផ្សារជាទូទៅពីច្រើនហ្នឹងសិតតែវាមានស្ករច្រើនវាមានផ្អែមចឹងទៅអញ្ចឹងគិតថាអាហ្នឹងអាចមកពីទម្លាប់នេះអ្នកញ៉ាំហើយមូលហេតុអីបានជាយើងហ៊ានទៅថាខុសពីទម្លាប់ទៅធ្វើផលិតផលមួយខុសពីទម្លាប់អ្នកញ៉ាំព្រោះដោយសារយើងឃើញថាបច្ចុប្បន្នបរិបទយើងបច្ចុប្បន្នគឺមនុស្សគ្រប់គ្នាឥឡូវគិតពីសុខភាពហ្នឹងទីមួយគឺគិតសុខភាពហើយឃើញទំនោរចាហើយមួយទៀតបើយើងនិយាយទៅដោយសារតែយើងធ្វើដាក់ស្ករតិចដោយសារយើងសម្ងួតដែរដើម្បីអាចឲ្យវាទុកបានយូរអញ្ចឹងព្រោះជាទូទៅប្រភេទតំណាប់គេធ្វើដាក់ស្ករច្រើនដើម្បីឲ្យវារក្សាបានយូរដោយសារជាតិស្ករនេះវាជួយឲ្យតំណាប់ផ្លែឈើហ្នឹងវារក្សាបានយូរអញ្ចឹងបើយើងបង្វែរអានឹងបន្ថយប៉ុន្តែយើងសម្ងួតវាវិញដើម្បីកាត់បន្ថយជាតិទឹកឲ្យវាទុកបានយូរជាងធម្មតាចំណាយពេលប្រហែលដើម្បីរៀបដើម្បីចឹងនិយាយថាអភិវឌ្ឍផលិតផលមួយនឹងឲ្យចេញមកហើយយើងធ្វើមិនយើងតេស្តជាមួយអ្នកទិញមិនអីមិនទាំងពិតដំបូងឡើយបើយើងនិយាយពីការអភិវឌ្ឍផលិតផលយើងវាចំណាយពេលច្រៀងអាចថាវារៀងយូរដែរហើយក៏យើងបានសាកល្បងជាពិសេសតំណាប់កទួតព្រៃរបស់យើងហ្នឹងក៏យើងមុននឹងចាប់ផ្ដើមលក់លើទីផ្សារក៏យើងយកទៅសួរយោបល់របស់ព្រះសង្ឃផ្ទាល់ថាតើបើយើងធ្វើដាក់គ្រឿងផ្សំបែបនេះតើព្រះសង្ឃអាចឆាន់បានអត់ពេលទៅសៀងហ្នឹងហើយព្រោះយើងដឹងថាហ្នឹងព្រះសង្ឃឆាន់បានប៉ុន្តែយើងអត់ដឹងថាប្រភេទតំណាប់បានឬអត់អញ្ចឹងក៏យើងធ្វើឲ្យយើងទៅតេស្តផ្ទាល់ជាមួយព្រះសង្ឃអញ្ចឹងក៏មានមតិត្រឡប់មកវិញថាធ្វើឲ្យយកទៅសួរអាចបានចាហើយឲ្យព្រះសង្ឃភ្លក់បណ្ដាឲ្យភ្លក់ហ្មងអូខេយើងធ្វើឲ្យយកទៅតេស្តក្រុងលក់ឲ្យណាយកទៅឲ្យអ្នកនឹងតេស្តហ្មងចាអូខេឥឡូវព្រោះចាំបានជាមួយគ្នាចាប់ផ្ដើមអាជីវកម្មដំបូងនោះប្រហែលជាមួយឆ្នាំមុនព្រោះខ្ញុំនៅក្នុងកម្មវិធីនឹងដែរកម្មវិធីរបស់ភូមិភាគរបស់យើងណាEnterprise បាត់ដំបង Starter ហ្នឹងមួយឆ្នាំកន្លងមកហ្នឹងទាំងមានអីដែលយើងគិតថាអត់រំពឹងទុកទេព្រោះធម្មតាពេលដែលយើងមកចាប់ផ្ដើមអាជីវកម្មយើងប្រហែលជាគិតថាវានឹងអាចបែបនេះតែដល់ពេលមកធ្វើជាក់ស្ដែងមួយឆ្នាំកន្លងមកអីដែលយើងគិតថាវាខុសប្លែកពីការរំពឹងទុករបស់យើងទីមួយតើតើទៅនឹងពេលយើងចូលរួមចូលនៅក្នុងកម្មវិធីហើយក៏យើងបន្តជាមួយកម្មវិធីហើយក៏យើងបានជួបនៅបណ្ដាញសហគមន៍ផ្សេងទៀតមានចង់និយាយថាមានពេលវេលាដែលយើងអាចទៅជួបនៅសហគមន៍ផ្សេងទៀតដែលអាចស្វែងយល់អំពីគាត់ទៅនឹងការធ្វើអាជីវកម្មដូចគ្នាផ្លាស់ប្ដូរបទពិសោធន៍អញ្ចឹងណាអូខេអញ្ចឹងមានការពីចាប់ផ្ដើមអាជីវកម្មដំបូងណាយើងគិតថាវាអាចនឹងទៅជាមិនបើគិតទៅសម័យឥឡូវសម័យត្រឡប់ទៅពេលហ្នឹងវិញមុនដល់ពេលចាប់ផ្ដើមមុនថាសម្រាប់ចិត្តចាប់ផ្ដើមហ្នឹងថាវាអាចនឹងទៅប្រហែលជាវាទៅអញ្ចេះខ្ញុំខ្លាចតែវាទៅអញ្ចេះទេធ្លាប់មានអាហ្នឹងហើយចាពេលខ្លះមានអារម្មណ៍អញ្ចឹងដែរព្រោះពេលខ្លះអត់ដឹងថាចាប់ផ្ដើមទៅបានប៉ុណ្ណាអញ្ចឹងណាខ្លាចអីគេជាងគេពេលមុនពេលចាប់ផ្ដើមទីមួយតើតងនឹងការធ្វើទីផ្សារហើយណាមួយយើងអត់សូវយល់មនុស្សខ្ញុំអត់សូវចុច
អត់ចេះនិយាយច្រើនយល់ហ្នឹងហើយ អូអត់សូវចេះនិយាយ អត់សូវចេះនិយាយច្រើនអញ្ចឹងទៅចេះតែបារម្ភថារកស៊ីមិនទេបើអត់សូវចេះនិយាយអញ្ចឹងហ្នឹងហើយ អូខេអាហ្នឹងខ្លាចហ្នឹងជាងគេ ហ្នឹង អូខេខ្លាចជាងគេហ្នឹងតាតកតងទៅនឹងអត់ដឹងទៅតំណែងមួយគេមិនដឹងថាទៅនិយាយមិនអីចឹង តាមពិតមិនមែនថាអត់ដឹងមិនទេប៉ុន្តែអានេះវាអាចនិយាយថាជាត្រឡប់របស់យើងអត់សូវចេះនិយាយអញ្ចឹងហ្នឹងហើយ អូខេប៉ុន្តែពេលធ្វើមួយឆ្នាំមកនេះមិនវិញ ឥឡូវចឹងនិយាយថាវាក្រាន់ជាងមុនបន្តិច ប្រាំតិចអត់សូវចេះនិយាយអត់សូវចេះនិយាយអូខេអត់សូវចេះអញ្ចឹងបើយើងគិតណាមួយឆ្នាំកន្លងមកនេះយើងរៀនបានអីខ្លះនៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មហ្នឹងធ្វើអាជីវកម្មហ្នឹង រៀនបានច្រើនដែរបងតេតងទៅនឹងការធ្វើអាជីវកម្មក៏យើងត្រូវមានគម្រោងផែនការហើយបានច្បាស់លាស់ដែរមុនយើងចាប់ផ្ដើមហើយក៏យើងត្រូវដឹងថាជំហានណាដែលយើងត្រូវដើរដំបូងហើយបន្តទៀតយើងត្រូវធ្វើអីទៀតអញ្ចឹងយើងត្រូវគ្រប់យ៉ាងគឺត្រូវមានគម្រោងផែនការ យើងធ្វើមិនដើម្បីរៀបចំផែនការយើងដឹងធ្វើមិនទៅដឹងឬក៏យើងអាចទៅរៀននៅណាបានតេតងថាឥឡូវដើម្បីចាប់ផ្ដើមអាជីវកម្មមកយើងព្រោះតែជាមួយឆ្នាំមកតែយើងអាចរៀនតាមដំណើរការហ្នឹងមកដែរអញ្ចឹងអាហ្នឹងយើងធ្វើមិនយើងអូខេជំហានដំបូងឈានតបអីយើងរៀនអីបានខ្លះពីហ្នឹងបើយើងនិយាយទៅតេតងនឹងការធ្វើគម្រោងផែនការតាមពិតនៅពេលដែលប្រឡងក៏គេមានបរិញ្ញាបត្រដែរហ្នឹងហើយអាហ្នឹងទី1ដែលយើងបានរៀនសូត្រដែរហើយក៏ពេលយើងរៀននៅសាកលវិទ្យាល័យក៏គេមានមេរៀនមួយចំនួនតេតងនឹងដូចគ្នាប៉ុន្តែដោយសារយើងខានរៀនយូរយើងក៏យើងភ្លេចដែរអញ្ចឹងប៉ុន្តែតេតងទៅនឹងគម្រោងផែនការវាអាចធ្វើបានតាមអ្វីដែលយើងរៀនហើយក៏អាចថាមតិយោបល់ពីអ្នកនេះមានបទពិសោធន៍ផ្សេងទៀតដែលយើងអាចសួរគាត់បានដែរព្រោះពេលខ្លះអ្វីដែលយើងគម្រោងដែលយើងដាក់ក៏មិនប្រកាសថាវាបាន 100% ដែលអ្វីដែលយើងរំពឹងទុកដែរអញ្ចឹងពេលខ្លះយើងត្រូវការបត់បែនដែរចាំន័យថាយើងត្រូវចេះធ្វើផែនការធ្វើអីហើយក្រោយពេលហ្នឹងយើងត្រូវចេះបត់បែនដែរចាហ្នឹងហើយអូខេប៉ុន្តែបើយើងគិតណាមួយឆ្នាំហើយធ្លាប់ចង់ឈប់អត់ធ្លាប់ចង់ឈប់អាចប្រាប់តានេះចង់មិនចង់ឈប់បញ្ហាដំបូងដូចខ្ញុំចែកម្លែកតទៅទៅនឹងមុនដំបូងយើងចង់បញ្ជូរគ្រាមមែនអត់បងហ្នឹងហើយអញ្ចឹងដល់ពេលដែលបញ្ជូរគ្រាមដែលយើងរំពឹងថាអ្វីដែលយើងចង់បានគឺអាហ្នឹងណាតែយើងរំពឹងថាយើងជួបឧបសគ្គហ្នឹងហើយដល់ពេលយើងជួបឧបសគ្គពេលហ្នឹងយើងឧបសគ្គយើងកាលហ្នឹងមិនអីគេវាតកតងទៅនឹងការរក្សាទុកដែរហ្នឹងហើយអញ្ចឹងយើងត្រូវការរៀនសូត្រនឹងបន្ថែមទៀតអូខេចាអាហ្នឹងតកតងការអភិវឌ្ឍវាចាអភិវឌ្ឍយើងត្រូវរៀនសូត្រតកតងអាហ្នឹងដែរហើយអាហ្នឹងជាចំណុចមួយដែលយើងគិតថាប្រហែលជាទៅមិនរួចទេមែនអត់អញ្ចឹងទៅក៏យើងរំពឹងថាមកធ្វើមជូរគ្រីមហ្នឹងហើយពេលម្ដងធ្វើមជូរគ្រីមធ្វើអត់កើតវាអត់ទាន់ត្រូវស្តង់ណាទុកអត់បានយូរវាអញ្ចឹងត្រូវដល់ពេលយើងមកធ្វើកទូតព្រៃនេះមានអារម្មណ៍ថាដូចខុសគោលដៅយើងមែនអញ្ចឹងមានអារម្មណ៍អញ្ចឹងតាមពិតវិជ្ជាការរៀនសូត្រដែរព្រោះពេលដំបូងយើងរំពឹងខ្លាំងពេកហើយយើងនេះពេកធ្វើឲ្យយើងនេះដែរពេលលទ្ធផលវាអត់បាន 100% យើងចាប់ផ្ដើមអត់ទឹកចិត្តគិតថាប្រហែលជាសម្រាប់សិនដឹងហ្នឹងហើយនេះការនឹងធ្វើមិនបាននៅតែបន្តធ្វើពួកទីមួយគិតថាចេះសម្រាប់ថាយើងដើរលើវិស័យនឹងហើយគួរតែធ្វើអស់លទ្ធភាពអញ្ចឹងបើយើងអត់អានឹងអត់តាន់បានយើងនៅរៀនសូត្រយើងរៀនសូត្រវាបន្ថែមប៉ុន្តែយើងត្រូវរកអ្វីផ្សេងមួយទៀតដែលវាអាចថាជួយយើងដើម្បីអាចឲ្យយើងសន្សំអាពេលវេលាហ្នឹងដើម្បីទៅកែច្នៃអ្វីដែលយើងចង់បាននឹងមកវិញចាអូខេតែបើយើងគិតមើលប៉ុន្តែខ្ញុំស្រឡាញ់ផលិតផលនេះហ្នឹងហើយតែមកដល់ឥឡូវក៏មានអារម្មណ៍ថាស្រឡាញ់អានឹងដូចគ្នាព្រោះដោយសារអានឹងថ្មីហើយអត់តាន់មានអ្នកធ្វើហើយយើងក៏គិតថាហ្នឹងវាជាអតិថិជនគោលដៅរបស់យើងវាដាច់ចល័យផ្សេងចង់និយាយថាអត់សូវប្រកួតប្រជែងជាមួយអ្នកផ្សេងច្រើនព្រោះដូចកទូតព្រៃគោលដៅរបស់យើងមនុស្សចាស់ហើយនឹងព្រះសង្ឃដែលភាគច្រើនអត់សូវមានអ្នកផ្ដោតអារម្មណ៍អតិថិជនគោលដៅរបស់គាត់អត់សូវផ្ដោតអារម្មណ៍ទៅលើហ្នឹងទេហ្នឹងដែលយើងមើលឃើញថាវាមិនបានយើងចាប់មិនបានតំណាប់កទូតព្រៃព្រោះតំណាប់កទូតព្រៃនេះអត់មានជាតិស្ករទៀតហើយមូលហេតុអីបានយើងចាប់ចាស់ហើយយើងចាប់ព្រះសង្ឃតែពិត
តំណាក់នេះវាមានជាតិស្ករប៉ុន្តែវាតិចបំផុតហ្នឹងហើយហើយអ្វីដែលយើងចាប់តែសង់ហើយនឹងមនុស្សចាស់ព្រោះដោយសារយើងឃើញថាបើយុវវ័យភាគច្រើនអត់សូវអត់មានថាអត់សូវចាប់អារម្មណ៍នឹងរសជាតិរបស់វាទេព្រោះរសជាតិរបស់វារៀងល្វីងតិចតិចហើយជូរហ្នឹងហើយរៀងជាប់តិចតិចដែរអញ្ចឹងបើយុវវ័យប្រហែលជាគាត់មិនមែនជាអ្វីដែលគាត់ចង់បានទេហ្នឹងហើយអញ្ចឹងយើងផ្ដោតទៅលើព្រះសង្ឃហើយនឹងមនុស្សចាស់អ្នកដែលគាត់ស្រឡាញ់សុខភាពនិយាយរួមណាព្រោះអានេះវាជំនួយទៅដល់សុខភាពអញ្ចឹងគាត់អ្វីដែលយើងផ្ដោតគឺតាមមួយជ្រុងតូចសម្រាប់អតិថិជនរបស់យើងអូខេអញ្ចឹងមានថាមិនមែនថាផលិតផលមួយហ្នឹងយើងចាប់អតិថិជនបានគ្រប់មុខទេឬមួយក៏ឧទាហរណ៍ថាផលិតអតិថិជនរបស់យើងមកអញ្ចឹងយើងមាន product មួយយើង focus លើអតិថិជនប្រភេទមួយទៀតអញ្ចឹងមែនចាពលរដ្ឋសាស្ត្រអានេះយើងដឹងថាមនុស្សទូទៅញ៉ាំបានប៉ុន្តែអ្នកដែលចូលចិត្តដែលគាត់នឹងអាចទិញរបស់យើងញ៉ាំមានតែសង្ឃហើយនឹងមនុស្សចាស់ទេដែលយើងរំពឹងខ្លាំងជាងគេប៉ុន្តែគ្រប់គ្នាក៏អាចហូបបានដែរអានេះក៏អត់ទេចាត្រូវចិត្តអ្នកណាហ្នឹងហើយត្រូវចិត្តរបស់គាត់ជាងយុវវ័យហ្នឹងហើយប៉ុន្តែសម្រាប់យុវវ័យយើងដូចមានតំណាពេញពោះអីចឹងវាជាអតិថិជនគោលដៅរបស់យើងអាចថាយុវវ័យក៏គាត់ចូលចិត្តញ៉ាំហ្នឹងដែរហ្នឹងហើយអូខេហើយមិញហ្នឹងលើកឡើងតាក់ទងទៅនឹងហើយចង់ឈប់តែក៏បន្តមកយើងគិតថាអីគេដែលក្រៅពីមិញហ្នឹងថាដោយសារមានគោលដៅហ្នឹងចង់ប្រឹងអស់ពីសមត្ថភាពចង់ប្រឹងអស់ពីសមត្ថភាពសិនចាំនេះចុះពេលហ្នឹងបើមានដែរទៅស្ដាប់មតិយោបល់គេហ្នឹងធ្វើមិនកើតទេឬមួយមិនហើយយើងត្រូវនេះមិនហើយបើយើងគិតទៅអីផ្សេងទៀតដែលជាកត្តាជំរុញដែរដែលយើងថាអូខេហើយគួរតែនៅបន្តទៀតដែរតាមពិតបើយើងនិយាយពីមតិវាតែងតែមានអីមែនអត់មិនល្អរហូតទេអញ្ចឹងគឺតែងតែមានអ្នកខ្លះក៏គាត់មើលឃើញថាហេតុអីធ្វើអញ្ចឹងណាហ្នឹងហើយបើខ្ញុំក៏យ៉ាងហើយជួបរហូតដល់ឥឡូវធ្វើមិនខ្មិចព្រោះខ្ញុំពេលខ្លះក៏ជួបបញ្ហានឹងដែរពេលខ្ញុំចាប់ផ្ដើមអាជីវកម្មមកមិនមែនពេលខ្លះមិនមែនខ្លាចគេមិនមែនគេមកថាឲ្យយើងខ្លួនឯងនឹងខ្លាចគេថាខ្លាចគេថាអញ្ចឹងទៀតខ្លាចគេមើលមកយើងអញ្ចឹងទៀតចាហ្នឹងហើយជួបអារម្មណ៍នឹងដែរអត់ហ្នឹងជួបបងធ្វើមិនពេលខ្លះហ្នឹងហើយនៅពេលដែលយើងធ្វើអីមួយយើងកែគិតរហូតពេលខ្លះយើងអ្នកផ្សេងគេមិនសូវជាដាក់បន្ទុកលើយើងទេប៉ុន្តែខ្លួនឯងពេលខ្លះខ្លួនឯងគិតហេតុអីបានអញ្ចឹងហេតុអីបានអញ្ចឹងហ្នឹងហើយអាហ្នឹងក៏ជាផ្នែកមួយដែលយើងគួរតែឆ្លុះប្រចាំងដែរព្រោះពេលខ្លះមកពេលយើងដាក់បន្ទុកខ្លួនឯងពេកអ្វីក៏ដោះស្រាយអត់ចេញដែរមែនអត់អូខេអីគេដែលបើឥឡូវបើសិនខ្ញុំថ្មីហ្មងខ្ញុំអត់ដែរចាប់ផ្ដើមអាជីវកម្មទេអត់ដែរធ្វើអាជីវកម្មឧទាហរណ៍ណាឧទាហរណ៍ថាខ្ញុំថ្មីហ្មងខ្ញុំអត់ដែរចាប់ផ្ដើមធ្វើអាជីវកម្មបើសិនខ្ញុំមកចង់ចាប់ផ្ដើមតើ challenge អីឬក៏បញ្ហាអីដែលរំពឹងថាអាចខ្ញុំនឹងត្រៀមចិត្តទៅហើយដល់ជួបរឿងហ្នឹងឯងទី1ប្រហែលជាអ្នកដែលចាប់ផ្ដើមថ្មីនឹងជួបតកតងទី1គឺមតិជុំវិញហ្នឹងហើយព្រោះពេលខ្លះយើងគិតថាអ្វីដែលយើងធ្វើហ្នឹងគឺវាល្អត្រឹមត្រូវហើយប៉ុន្តែមតិជុំវិញប្រកាសជាមានហើយអញ្ចឹងយើងធ្វើម៉េចដើម្បីជំនះអាមតិជុំវិញហ្នឹងណាហ្នឹងហើយធ្វើម៉េចចឹងដូចជាក់ស្ដែងបើសម្រាប់ខ្ញុំវិញខ្ញុំជួបគេនិយាយមិនបានធ្វើអញ្ចឹងវាអត់តំណងវាអត់មើលទៅដូចមិនតំណងណាដល់កើទៅមករួចអីចឹងណាពេលហ្នឹងយើងអាចថាវាជាកម្លាំងមួយដែរថាហេតុអីបានអ្វីដែលយើងធ្វើគេថាអត់កើតអញ្ចឹងអានេះជាកម្លាំងជំរុញចិត្តវិញយើងត្រូវយកអាហ្នឹងកម្លាំងជំរុញចិត្តវិញថាយើងធ្វើបានហ្នឹងហើយអូខេប៉ុន្តែសម្រាប់មុននឹងឥឡូវយើងគេមតិយោបល់គេប្រកាសជាថាយើងទៅកើតទៅដឹងមិនតំណងសោះមិនអីសោះអីដូចចឹងប៉ុន្តែបើសួរខ្លួនឯងវិញយើងអភិវឌ្ឍផលិតផលមកមុននឹងយកទៅដាក់លក់មុននឹងចេញផលិតផលមួយសម្រាប់មកលក់នៅទីផ្សារហ្នឹងយើងសម្រាប់លើអីយើងផ្ដោតទៅលើអីបានយើងគិតថាផលិតផលហ្នឹងដាក់លក់ទៅវាមានទីផ្សារយើងសម្រាប់តែដាក់លក់វាហើយតាមពិតអ្វីដែល
មានដែលជំរុញឲ្យយើងធ្វើបានទី1យើងគិតពីអតិថិជនគោលដៅរបស់យើងព្រោះពេលខ្លះផលិតផលយើងចេញមកដែលគាត់មិនមែនជាអតិថិជនគោលដៅរបស់យើងគាត់ថាអត់តំណងគាត់ថាថ្លៃពេកគាត់ថាយរួមមានពាក្យរហូតអញ្ចឹងណាតែបើសិនយើងគិតថាអតិថិជនរបស់គោលដៅរបស់យើងគឺប្រភេទមនុស្សបែបនេះដូចឧទាហរណ៍ថាកទួតនឹងនេះចាព្រះសង្ឃនិងមនុស្សចាស់ឧទាហរណ៍ហ្នឹងហើយអញ្ចឹងទៅយកបល់ពីម្នាក់ហ្នឹងមកវិញចាហ្នឹងហើយមកព្រោះបើសិនជាយើងយកទៅឲ្យយុវវ័យពេលខ្លះគាត់ហូបទៅគាត់ប្រកាសជា react មកហើយខ្ញុំមិនទិញទេអត់ឆ្ងាញ់មែនអត់ទៅវិញឬក៏អីអញ្ចឹងហ្នឹងហើយអញ្ចឹងអានឹងប្រកាសជាមានមកអានឹងយើងដឹងស្រេចហ្មងចាប៉ុន្តែបើសិនយើងយកគាត់មិនមែនជាអតិថិជនគោលដៅរបស់យើងទេប៉ុន្តែបើសិនជាយើងផ្ដោតទៅលើគាត់ច្រើនពេកវាធ្វើឲ្យអ្វីដែលយើងចង់ធ្វើហ្នឹងវាអត់ទៅមុខទេមែនអត់ព្រោះអតិថិជនរបស់គោលដៅរបស់យើងគឺនៅម្ដុំនេះហ្នឹងហើយតែយើងទៅឲ្យអ្នកផ្សេងមកមើលប្រហែលជាគេអត់ត្រូវជាមួយយើងទេអញ្ចឹងមានន័យថាមតិយោបល់ហ្នឹងសំខាន់ដែរមិនចេះតែយកមកពីគ្រប់គ្នាទេតើយកអ្នកដែលមកពីទិញអ្នកដែលថាឲ្យយើងក្រុងលក់ឲ្យឬមកក្រុងទិញពីយើងចាប៉ុន្តែពេលខ្លះក៏យើងត្រូវស្ដាប់ពួកគាត់ខ្លះដែរប៉ុន្តែយើងត្រូវវិភាគដែរថាកន្លែងដែលគាត់និយាយហ្នឹងតំណងអត់ឬក៏វាអត់សមអញ្ចឹងណាមិនមែនថាយើងអត់ទទួលទាំងអស់ទេគាត់ថាពេលខ្លះយើងកុំគិតច្រើនពេកអតិថិជនគោលដៅរបស់យើងមួយណាយើងបដោតទៅនឹងវិញអាហ្នឹងតាមអ្វីដែលខ្ញុំគិតតែយើងធ្វើអញ្ចឹងតាមគួរឲ្យចាប់អារម្មណ៍តាមពិតណាអ្វីដែលចាប់អារម្មណ៍ជាងគេដោយសារតែម៉ាជូឡាហើយនឹងក្រុមរបស់ម៉ាជូឡាព្រោះខ្ញុំផ្ទាល់បងប្អូនខ្ញុំនៅក្នុងកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាមួយម៉ាជូឡាដែលម៉ាជូឡាមកចូលរួមចំណុចដែលចាប់អារម្មណ៍គឺម៉ាជូឡាចាប់ផ្ដើមចេញពីគំនិតហ្មងអត់ទាន់មានអីសោះមែនទេមកក្នុងកម្មវិធីហ្នឹងគឺអត់ទាន់មានអីសោះមានតែគំនិតហ្មងហើយនេះហើយចាប់ហើយក៏បង្កើតមកបានប៉ុណ្ណឹងចារហូតដល់ឥឡូវហ្នឹងសំណួរសួរថាតើពេលដែលបង្កើតហ្នឹងណាមូលហេតុអីយើងបង្កើតបានទី1ហើយខ្ញុំភាគច្រើនណាខ្ញុំលឺមែនទែនពេលដែលចាប់ផ្ដើមមកចង់ធ្វើអាជីវកម្មអត់មានលុយធ្វើទេអត់មានទុនធ្វើទេធ្វើអត់កើទេចាអញ្ចឹងនិយាយអញ្ចឹងវាអញ្ចឹងអត់មកចំពោះម៉ាជូឡាបើនិយាយទៅអាចអញ្ចឹងដែរប៉ុន្តែដោយសារតែទី1ពេលយើងចូលរួមកម្មវិធីយើងមានគ្រូណែនាំអញ្ចឹងគ្រូណែនាំក៏សំខាន់ដែរក្នុងការជំរុញយើងអញ្ចឹងណាចាអានឹងទី1ហើយមួយទៀតពួកខ្ញុំអ្វីលុយច្រើនមិនធ្វើការខ្ញុំអត់មានលុយទេយើងវាចាំតែប៉ុន្តែអានេះអ្វីដែលខ្ញុំចាប់ផ្ដើមដំបូងខ្ញុំកាលនឹងអត់ចាប់ជលិភីទេមែនអត់ប៉ុន្តែមានប្រាក់រង្វាន់លើកទឹកចិត្តចាលើកទឹកចិត្តទាំងអស់ហ្នឹងគឺខ្ញុំតម្លាក់ក្នុងហ្នឹងគឺខ្ញុំអត់យកមកចាយទេខ្ញុំនិយាយថា1លានលុយលើកទឹកចិត្តហ្នឹង1លានហ្នឹងហើយ1លានយើងចាប់ផ្ដើមពីលុយ1លានមកទិញម៉ាស៊ីនមួយទូចមួយហ្នឹងហើយអូខេហើយក៏ចាប់ផ្ដើមធ្វើម្ដងចាចាប់ផ្ដើមម្ដងឡើយយល់អត់យកទៅណាទេលុយហ្នឹងគឺយកមកធ្វើហ្នឹងព្រោះខ្ញុំគិតថាគោលបំណងខ្ញុំចូលកម្មវិធីគឺដើម្បីអាជីវកម្មអញ្ចឹងបើមានលុយហ្នឹងគឺមានន័យថាជាទុនសម្រាប់អាជីវកម្មខ្ញុំហ្នឹងអញ្ចឹងគឺយកអាហ្នឹងមកបោះលើអាជីវកម្មអញ្ចឹងមានន័យថាចាប់ផ្ដើមចេញមកពីលុយ1លានមកហើយចូលនៅក្នុងកម្មវិធីរបស់យើងរបស់ Commonpaid ចាអញ្ចឹងមានន័យថាមិនចាំបាច់តែសម្រាប់ម៉ាជូឡាមិនចាំបាច់ថាមានលុយដល់រាប់ពាន់អីទេអាចចាប់ផ្ដើមអាជីវកម្មនឹងបានចាប៉ុន្តែបើគេមានគេថាលុយសំខាន់អត់គិតថាលុយសំខាន់គិតថាជំហានដំបូងនៃការចាប់ផ្ដើមអាជីវកម្មសំខាន់បំផុតគឺអីគេបើគិតសំខាន់បំផុតគឺការបដិញ្ញាចិត្តរបស់យើងម្ចាស់អាជីវកម្មដែរអញ្ចឹងបើសិនជាមជូឡាចាំមានលុយរាប់ពាន់ដើម្បីចាប់ផ្ដើមប្រហែលអត់មានមជូឡាព្រោះបើចាំសំលុយបានហ្នឹងហើយប៉ុន្តែឥឡូវបើពេលអញ្ចឹងសួរចេះគួរតែនៅចាំសំលុយសិនឬមួយក៏គួរតែចាប់ផ្ដើមពេលឥឡូវដែលមានលុយតែទិញទូច100 200ដុល្លារឥឡូវបើសិនជាត្រឡប់ទៅវិញចាបើត្រឡប់ទៅវិញនៅតែចាប់ផ្ដើមអានឹងព្រោះបើសិនជាអាចថាសំលុយសិនប្រហែលជាមានគំនិតអីផ្សេងមកក្នុងគូក្បាលយើងទៀតហើយហ្នឹងហើយប្រហែលជាគិតថាអូ1000អត់គ្រប់ទេទៅការ2000ទៅការ3000ទៅការ10000ទៅការរហូតមែនអត់អញ្ចឹងបើសិនអានេះអ្វីដែលខ្ញុំគិតទេអញ្ចឹងយើងមានប៉ុណ្ណាយើងចាប់ផ្ដើមប៉ុណ្ណឹងសិនហើយយើងចាប់ផ្ដើមបរឹងវាឬក៏យើងអាចថារ
ច្រកណាមួយដែលយើងអាចរកចំណូលបន្ថែមដើម្បីពង្រឹងវាម្ដងតិចបើសិនដែលយើងចាប់ផ្ដើមពីទូចយើងនឹងឃើញពីឧបសគ្គរបស់វាកាន់តែច្រើនតែបើយើងចាប់ពេលខ្លះមិនមែនថាមានលុយច្រើនធ្វើទាំងដងអត់ល្អទេប៉ុន្តែយើងអត់មានលុយយើងចាប់ផ្ដើមពីទូចវាក៏ជាផ្នែកមួយដែលធ្វើឲ្យយើងរៀនពីវាកាន់តែច្រើនអំពីអាជីវកម្មរបស់យើងដែរអូខេយើងមានពេលក្នុងការរៀនតិចដងមានពេលរៀនអូខេអញ្ចឹងតែបើគេមានលុយច្រើនគេចាប់ផ្ដើមហ្នឹងរត់តែល្អប៉ុន្តែហ្នឹងហើយអូខេមានច្រើនចាប់ផ្ដើមក៏ល្អមិនសូវមានហ្នឹងក៏ចាប់ផ្ដើមបានដែរចាអញ្ចឹងកុំឲ្យតែមានហើយអត់ចាប់ផ្ដើមហ្មងកុំឲ្យតែអត់ចាប់ផ្ដើមហ្មងហ្នឹងហើយអូខេកុំឲ្យតែអត់ចាប់ផ្ដើមហ្មងឥឡូវបើសិនជាខ្ញុំចង់ចាប់ផ្ដើមអាជីវកម្មដែរថ្មីហ្មងបងធ្លាប់កន្លងមកមួយឆ្នាំជាងកន្លងមកមានពីអីមកនិយាយមកកាន់ខ្ញុំព្រោះបងឯងចង់ចាប់ផ្ដើមដែរមានពីអីចង់ប្រាប់ខ្ញុំហើយខ្ញុំត្រូវត្រៀមអ្វីខ្លះខ្ញុំត្រូវធ្វើអ្វីតែប៉ិតអត់ដឹងថាម៉េចទេតែអ្វីដែលខ្ញុំចង់ចែកម្លែកប្រហែលជាយើងត្រូវចាប់ផ្ដើមយើងដឹងថាចាប់ផ្ដើមដំបូងប៉ុន្តែយើងក៏ត្រូវមានផែនការដែរទោះបីជាដើមទុនរបស់យើងតិចឬក៏ច្រើនក៏ត្រូវមានរៀបចំផែនការច្បាស់លាស់តែយើងធ្វើហ្នឹងយើងធ្វើអីហើយអតិថិជនគោលដៅរបស់យើងណាគេហើយយើងត្រូវរៀបចំផែនការយល់រួមផែនការគឺសំខាន់ដែរសម្រាប់អាជីវកម្មខ្ញុំចាប់ផ្ដើមគួរតែធ្វើអីមុនគេឧទាហរណ៍ខ្ញុំចាប់ពីហ្នឹងទៅខ្ញុំចាប់ពីហ្នឹងទៅខ្ញុំទៅចាប់ផ្ដើមអាជីវកម្មខ្លួនឯងហ្មងគួរធ្វើអីមុនគេមួយទៀតអាចទៅស្វែងយល់អំពីអ្នកដែលគាត់ធ្លាប់ធ្វើហ្នឹងហើយអ្នកដែលចាប់ផ្ដើមអាជីវកម្មមុនដែលចាប់ផ្ដើមអាជីវកម្មមិនទៅសុំសួរគាត់ហ្មងសុំការណែនាំពីគាត់ចាអាចថាសុំការណែនាំពេលខ្លះគេចែកម្លែកប្រាប់យើងតែពេលខ្លះចំណុចខ្លះក៏យើងក៏ត្រូវរៀនសូត្រខ្លួនឯងដែរព្រោះយើងមិនអាចទៅសុំគេទាំងអស់ហើយមែនអត់ហ្នឹងហើយអូខេខ្ញុំមានន័យថាសំខាន់បំផុតដំបូងទៅរៀនពីវាចារៀនទៅសួរពីអ្នកដែលធ្លាប់ចាប់ផ្ដើមហើយជាពិសេសគឺសួរខ្លួនឯងដែរថាច្បាស់អត់ថាយើងចង់ធ្វើអាហ្នឹងហ្នឹងហើយសួរខ្លួនឯងថាចង់ធ្វើអាហ្នឹងអត់ចាហ្នឹងកាលពីដំបូងឡើយសួរខ្លួនឯងថាម៉េចមុនពេលចាប់ផ្ដើមម៉ាជូឡានេះតែប៉ិតសួរព្រោះដោយសារម៉ាជូឡាមិនមានខ្ញុំទេមានមិត្តភក្តិមួយទៀតអញ្ចឹងក៏យើងពិភាក្សាគ្នាហ្នឹងហើយ2នាក់អញ្ចឹងក៏យើងពិភាក្សាគ្នាដែរថាតែយើងគួរតែធ្វើអត់ហ្នឹងហើយគួរធ្វើអត់ហើយតកតងទៅនឹងប្រាក់លើកទឹកចិត្តហ្នឹងក៏យើងពិភាក្សាគ្នាដែរពីថាបើសិនជាយើងចង់បន្តយើងពិភាក្សាគ្នាយើងចង់បន្តគឺយើងត្រូវតែមានអីសម្រាប់ជូឡាដើម្បីអាចបន្តទៅមុខបានបើសិនជាយើងច្បាស់ហើយគឺយើងធ្វើវាអូខេចាចុងក្រោយហ្មងណាចាមានពីអីនិយាយទៅកាន់អ្នកដែលឥឡូវហ្នឹងកំពុងចង់ចាប់ផ្ដើមដែរតែអត់ទាន់ហ៊ានចាប់ផ្ដើមចាបើយើងចង់ចាប់ផ្ដើមអាជីវកម្មនេះផ្ដាំផ្ញើអ្នកដែលចង់ចាប់ផ្ដើមខ្ញុំចាចង់ចាប់ផ្ដើមចង់និយាយថាអត់មានទឹកបត់វិសោធន៍អីច្រើនទេប៉ុន្តែអ្វីដែលជាអាចចែកម្លែកបានបើសិនយើងចង់ចាប់ផ្ដើមអាជីវកម្មទី1យើងត្រូវច្បាស់ខ្លួនឯងទៅសួរខ្លួនឯងថាយើងចង់ធ្វើអានឹងអត់ហ្នឹងហើយហេតុអីបានយើងចង់ធ្វើអានឹងហើយត្រូវការរៀនសូត្រឬក៏ស្វែងយល់ខ្លះអំពីអ្នកដែលមានបទពិសោធន៍ហើយមានតែអ្នកដែលធ្លាប់ធ្វើអាជីវកម្មអ្នកដែលធ្លាប់ធ្វើអីចឹងណាគាត់អាចមានជាមតិយោបល់ច្រើនសម្រាប់យើងអ្នកដែលថ្មីហើយមួយទៀតយើងត្រូវរៀបចំគម្រោងខ្លួនឯងដែរហ្នឹងហើយមានកញ្ចប់ថវិកាមួយចំនួនដែលយើងអាចធ្វើបានទោះបីតិចក៏ដោយច្រើនក៏ដោយដែលយើងអាចទៅបានយើងចាប់ផ្ដើមហើយហ្នឹងហើយអញ្ចឹងថាបើសិនជាយើងចង់ធ្វើយើងត្រូវតែហ៊ានបន្ថយហើយរៀបចំខ្លួនឯងសួរខ្លួនឯងចង់ធ្វើអានឹងអត់ចាហើយប្រហែលជានៅពេលដែលយើងធ្វើយើងនឹងមានមេរៀនជាច្រើនដែលយើងអាចរៀនពីវាហើយអភិវឌ្ឍតិចម្ដងចាអញ្ចឹងមានន័យថាមិនចាំបាច់ដឹងគ្រប់យ៉ាងទេអូខេ
តែបើដឹងរត់តែល្អប៉ុន្តែបើសិនយើងចង់ចាប់ផ្ដើមយើងមានបណ្ណាយើងធ្វើប៉ុណ្ណឹងអាបទពិសោធន៍ដែលយើងធ្វើនឹងរៀនបរៀនយើងក្នុងការធ្វើចាហ្នឹងហើយអូខេចាអូខេអរគុណច្រើន អរគុណ ច្រើនមែនទេសូមកុំភ្លេចចាំមើលវីដេអូថ្មីមក